កាចណាស់ខ្ញុំបាត់ពីផ្ទាំងមួយម៉ោងគឺមិនបានក្រមុំក្នុងភូមិឲ្យតែខ្ញុំស្ដីរកគឺនាងប្រច័នចង់តែរត់ចូលឡានពេលខ្ញុំមិនខាត់នៅស្ងៀមធ្វើជាហីនាងក៏ស្រែកថាខ្ញុំចិត្តមិនបានលោឡាខ្ញុំចិត្តមិនបានខ្ញុំខឹងខ្លាំងពេកមិនចោះហូបបាយផ្ទះពេលខ្ញុំមកវិញនាងក៏បោកចានឌឺដងឌៀមដាមនៅក្បែរចង្ក្រានឌឺដងឌៀមដាមនៅក្បែរចង្ក្រានគឺមាត់បាច់នាងนุ่งយ៉ាងយូរនាងរអ៊ូមិននឹងដល់ស្មាមានមិនយូរប៉ុន្មានខ្ញុំក៏ได้លក់បាត់រឿងកូនទេក៏មកប្រាប់ពុកពេកម៉ែវាប្អូនពោះវែកមិនចាច់កូនទេណាកូនមិនដែលឆ្ងល់ទេឃើញពុកនៅតែផ្ទះគឺម៉ែកូនចាំងសោស្វយ៉ាងសង្ហាចាំងសោពុកហើយនឹងឆ្មាកាលពីឆ្នាំមុនក៏ដល់ពុកទៅផឹកស៊ីមកវិញឃើញក្រវីតាំងតយ៉ាងសង្ហាពុកដើរចូលដេកចិត្តឆ្មាលបចូលដេកចិត្តឆ្មាកាលចូលលត់ដណ្ដឹងគេប្រាប់តែឆ្នាំគោកាបានមួយខែទៅដឹងថាឆ្នាំខ្លាពេលកឹងប្តីកាណាឡូឡាអត់តែតាំងតោបើខ្ញុំលែងកូនពុកតើពុកស្អប់ខ្ញុំទេមិនស្អប់កូនទេគ្រាន់តែមិនមើលមុខហើយអ្វីក៏ធ្វើដាំងខ្ញុំមិនចឹងពុកអ្នកណាមើលមុខលែងកូនពុកទាំងមូលកូនពុកកាចណាស់ខ្ញុំបាត់ពីផ្ទាំងមួយម៉ោងគឺមិនបានក្រមុំក្នុងភូមិឲ្យតែខ្ញុំស្ដីរកគឺនាងប្រច័នចង់តែរត់ចូលឡានពេលខ្ញុំមិនខាត់នៅស្ងៀមធ្វើជាហីនាងក៏ស្រែកថាខ្ញុំចិត្តមិនបានលោឡាខ្ញុំចិត្តមិនបានខ្ញុំខឹងខ្លាំងពេកមិនចោះហូបបាយផ្ទះពេលខ្ញុំមកវិញនាងក៏បោកចានឌឺដងឌៀមដាមនៅក្បែរចង្ក្រានឌឺដងឌៀមដាមនៅក្បែរចង្ក្រានគឺមាត់បាច់នាងนุ่งយ៉ាងយូរនាងរអ៊ូមិននឹងដល់ស្មាមានមិនយូរប៉ុន្មានខ្ញុំក៏ได้លក់បាត់រឿងកូនទេក៏មកប្រាប់ពុកពេកម៉ែវាប្អូនពោះវែកមិនចាច់កូនទេណាកូនមិនដែលឆ្ងល់ទេឃើញពុកនៅតែផ្ទះគឺម៉ែកូនចាំងសោស្វយ៉ាងសង្ហាចាំងសោពុកហើយនឹងឆ្មាកាលពីឆ្នាំមុនក៏ដល់ពុកទៅផឹកស៊ីមកវិញឃើញក្រវីតាំងតយ៉ាងសង្ហាពុកដើរចូលដេកចិត្តឆ្មាលបចូលដេកចិត្តឆ្មាកាលចូលលត់ដណ្ដឹងគេប្រាប់តែឆ្នាំគោកាបានមួយខែទៅដឹងថាឆ្នាំខ្លាពេលកឹងប្តីកាណាឡូឡាអត់តែតាំងតោបើខ្ញុំលែងកូនពុកតើពុកស្អប់ខ្ញុំទេមិនស្អប់កូនទេគ្រាន់តែមិនមើលមុខហើយអ្វីក៏ធ្វើដាំងខ្ញុំមិនចឹងពុកអ្នកណាមើលមុខលែងកូនពុកទាំងមូ